បន្ទាប់ពីពាក្យមុនជាជួរក៏បានលើកថ្មម៉ាណាមើលហើយក៏និយាយថាវាហាក់ដូចជាថ្មម៉ាណាគ្រាន់តែជាន់ទី1ប៉ុណ្ណោះប៉ុន្តែវាបានចេញមកបាត់ទៅហើយជាជួរក៏បន្តគិតទៀតថាបើសិនជាថ្មម៉ាណាវានឹងភ្លឺហើយចេញពណ៌ខៀវប៉ុន្តែនេះជាពណ៌សដូច្នេះអ្នកមើលប្រហែលជាមិនបានកត់ស្គាល់នោះទេថ្មម៉ាណាអាចរកទិញបាននៅក្នុងផ្សារនៅជាន់ទី10ប៉ុន្តែនេះថ្លៃពេកហើយសម្រាប់ឲ្យពពហូបព្រោះវាជារបស់ដែលមានតម្លៃរហូតដល់ 5,000 កែឯណោះជាជួក៏យកថ្មម៉ាណាដាក់ចូលក្នុងកប៉ាល់ហើយនិយាយថាសុំទោសលើក្រោយខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅរបស់ដែលល្អជាងនេះអ្នកខមមិនសួរចេះវូថាតើចេះវូមិនពិនិត្យមើលទំនិញទេមែនទេចាំឯអ្នកខមមិនម្នាក់ទៀតក៏និយាយថាមនុស្សល្ងងតើគាត់អាចមើលយ៉ាងម៉េចបើមិនទាន់ប្រាប់គាត់ផងហ្នឹងអាខននៃសេចក្តីស្រឡាញ់ក៏បានប្រាប់ចេះវូថាកើតនៅក្នុងក្បាលរបស់អ្នកហើយសឡឹងមើលអាចធ្វើឲ្យអ្នកចង់ពិនិត្យដូច្នេះវានឹងចេញមកឲ្យអ្នកឯងចេះវូក៏ធ្វើតាមហើយក៏បានផលពិតមែនគឺអាចធ្វើនឹងផងដែរគឺជាអាចធ្វើសម្រាប់បដូរឈ្មោះ channel របស់ខ្លួនបើចង់បដូរគ្រាន់តែឲ្យกระดาษបន្ទាប់មកវានឹងបដូរឲ្យយើងតែម្ដងជឿជូនក៏បានយកกระดาษនឹងទុកចូលទៅក្នុងអាប៉ាសម្រាប់ប្រើវានៅជាន់ទី5ហើយចុងក្រោយគឺជាកាក់ជឿវូក៏បានដាក់កាក់ចូលទៅក្នុងប្រព័ន្ធ system បាត់ទៅហើយជឿជូនក៏ប្រាប់តែអ្នកមើលគាត់ថាឥឡូវហ្នឹងខ្ញុំនឹងឡើងទៅជាន់ទី2ចំណែកឯពពមួយក្នុងចំណោមពពទាំង3មើលទៅដូចចាប់អារម្មណ៍វែងម្យ៉ាងហើយក៏បានហក់ទៅកន្លែងមួយដែលធ្វើឲ្យជឿជូភ្ញាក់ផ្អើលខ្លាំងមែនទែនចំណែកពពពីរទៀតឃើញមែននេះក៏ហត់ទៅតាមតែម្ដងទៅជឿជូឃើញមែនហ្នឹងក៏និយាយថាអ្នកទាំងអស់គ្នាមិនមែនជាផ្លូវហ្នឹងនោះទេឃើញមែននេះហើយជឿជូក៏សួរទៅកាន់អ្នកមើលគាត់ថាតើអ្នកទាំងអស់គ្នាដឹងទេថាហេតុអ្វីពួកគេធ្វើបែបហ្នឹងភ្លាមៗអញ្ចឹងហើយអ្នកមកក៏និយាយថាខ្ញុំមិនដឹងបើចង់ដឹងមិនតាមពួកគេទៅហើយជេវូក៏សុខចិត្តដើរតាមពួកគេពិតមែនមកដល់កន្លែងមួយពួកគេក៏បានឈប់ហើយគឺខំទៀតហើយគឺខំថ្មនឹងឯងគឺធ្វើឲ្យអ្នកមើលក៏រៀងព្រឺសបល់ហើយក៏រៀងខ្លាចផងដែរហើយពួកគេគឺខំទៅលូថ្មនឹងចូលទៅចន្លោះពីម្ខាងទៅម្ខាងធ្វើឲ្យជេវូក៏ថៃថាតើពួកគេកំពុងធំខ្លួនឯងមែនទេប្រហែលជាថ្មម៉ាណាទេដឹងហើយពពក៏បានស្រែកមកแล้วធ្វើជាជូក៏និយាយថាខ្ញុំអាចប្រាប់បានពួកគេកំពុងតែប្រាប់ខ្ញុំមកចូលហើយជាវូក៏សម្រេចចិត្តថាចូលទៅតាមពពនឹងទៅការចូលទៅកាន់ទៅវែងរូងក៏កាន់តែចង្អៀតហើយក៏ធ្វើឲ្យជាវូមានការរយៈដៃអីទៀតផងដែរប៉ុន្តែខ្លួនក៏បានប្រាប់ទៅកាន់អ្នកមើលថាខ្ញុំមិនអីនោះទេខ្ញុំមិនអីពិតមែនគឺវាអត់ឈឺទាល់តែសោះវាមានអារម្មណ៍ថាដូចជាថ្មទាំងអស់នេះកំពុងតែម៉ាស្សាឲ្យខ្ញុំអញ្ចឹងហើយជឿជូក៏បានបន្ថែមល្បឿនជាងមុនប៉ុន្តែកំពុងតែបន្ថែមសោះទៅចាប់អារម្មណ៍ថាដៃខ្លួនឯងភ្លឺគឺភ័យខ្លាំងមែនទែនថាមិនបានដៃភ្លឺអញ្ចឹងតើមានរឿងអីកើតឡើងចំពោះខ្ញុំទៅពួកបងអើយចំណែកអ្នកមើលក៏គេនឹងជេងវូផងដែរព្រោះជេងវូទៅប្រកាសសង្កល់ឃើញហើយជេងវូក៏គិតថាវាអារម្មណ៍ក៏ដូចគ្នានៅពេលដែលខ្ញុំញ៉ាំថ្មម៉ាណាអញ្ចឹងពេលពណ៌ចាប់ផ្ដើមភ្លឺបន្ទាប់ពីបរិភោគម៉ាណាតែមានរឿងអីកើតឡើងឥឡូវហ្នឹងប៉ុន្តែជេងវូក៏សម្រេចចិត្តថាបំភ្លេចវិញត្រូវទៅដល់ចុងនៃរូងភ្នំជាហើយសិនខ្លួនក៏សម្រេចចិត្តទៅវាទៅឲ្យដល់ហើយខ្លួនក៏បានប្រាប់ទៀតថាប្រកាសណាគឺខ្ញុំដឹងថានេះគឺជាធម្មពលរបស់ King ជាន់ទី5ត្រូវបានហៅថាបន្ទប់ផ្លាស់ប្ដូរការងារ King ពិសេសបំផុតនៅក្នុងការប្រយុទ្ធជិតស្និទ្ធជាមួយនឹងកាយសម្បទារបស់ពួកគេវេទមន្តគឺប្រើនៅកន្លែងធំទូលាយមានវេទមន្តនិងឧបករណ៍សម្រាប់ប្រើប្រាស់ចំណែកអ្នកវិទ្យាសកម្មវេទមន្តវាអាចមានប្រយោជន៍គ្រប់ទីកន្លែងអ្នកអាចជ្រើសរើសបានតែមួយនៅក្នុងចំណោម3ប៉ុណ្ណោះលើសពីនេះក៏មានការងារដែលមិនចាំបាច់ប្រយុទ្ធផងដែរប៉ុន្តែវាមិនមានប្រជាប្រិយភាពខ្លាំងនោះទេព្រោះវាមិនមានប្រយោជន៍នៅក្នុងអំឡុងពេលនៃការសាកល្បងកម្លាំងនេះកំពុងប្រើនៅពេលនេះវាស្តៀងនៅនឹងអំណាចនៃ King ដែលបរិយារាងកាយរបស់ពួកគេតាមអរ៉ាគេក៏បានកំទេចថ្មនៅចិត្តដៃគេជាមួយនឹងធម្មពលដែលកំពុងទៅស្រោបពេញរាងកាយហើយក៏មកដល់នៅចុងនៃល្អាងដែលឃើញពពកំពុងទៅនៅជុំគ្នាផងដែរដល់ពេលខ្លួនចេញមកពីទីនេះហើយខ្លួនក៏បានទៅរកពពហើយក៏ឆ្ងល់ផងដែរថានឹងគឺជាស្អីវាគឺជា cycle មួយខ្សែតែប៉ុណ្ណោះខ្លួនក៏រៀងឆ្ងល់ផងដែរ cycle ឬមើលទៅវាដូចជា itemដោយឃើញជេជូយកបែបនេះពពក៏បានចង់ទាមកវិញប៉ុន្តែជេជូក៏បានស្រែកថាទេហើយក៏ខ្លួនក៏សម្រេចចិត្តថាពិនិត្យមើលនេះ system ក៏បានបង្ហាញថា cycle របស់តាលីណាន់ចំណាត់ថ្នាក់កម្រ cycle ដែលគេនិយាយថានោមសំណាងដែលគ្រាន់តែពាក់ជុំវិញករបស់អ្នកបន្ទាប់ពីជួយសង្គ្រោះអ្នកចាក់ចេញពីការស្លាប់ម្ដងវានឹងត្រូវបានបំបែកតែធ្វើឲ្យជេជូនិងអ្នកមើល
ចាប់ផ្ដើមភាពអើខ្លាំងមែនទែនចំណាត់ថ្នាក់កម្រខ្ញុំឲ្យប្រាប់ថានេះពិតជាល្អដោយគ្រាន់តែមើលវាហើយគេក៏ប្រាប់ថានៅក្នុងវីដេអូនោះគឹមជីជូបានប្រាក់ករបស់តាទីមែននៅលើជាន់ទី10ហើយបានរួចរស់មានជីវិតវាជីវិតថោដែលមនុស្សម្នាក់គួរតែទទួលបានបន្ទាប់ពីជាន់អតិបរមានៅជាន់ទី10ខ្ញុំបានទទួលវាបាននៅជាន់ទី1សូមអរគុណទៅដល់ពពហើយជីជូក៏កាត់ថាបញ្ហាគឺខ្ញុំបានទទួលវាគឺឆាប់ពេកអខោនៅក្តីស្រឡាញ់ក៏បានបរិច្ចាគ10កាក់ឲ្យជីជូហើយក៏បានប្រាប់ជីជូថាឲ្យពាក់វាទៅចំណែកអ្នកខមមិនក៏បាននិយាយអំពីអខោនៅក្តីស្រឡាញ់ផងដែរជីជូក៏កាត់ថាល្អណាស់ការយកចិត្តទុកដាក់របស់ពួកគេត្រូវបានផ្លាស់ប្ដូរហើយបែបនេះត្រូវតអរគុណទៅដល់អខោនៅក្តីស្រឡាញ់ហើយជីជូក៏បានប្រាប់អ្នកមើលគាត់ថាគាត់នឹងសម្រេចចិត្តថាទៅច្រកទ្វារវិញហើយមកដល់ច្រកទ្វារនៃការ teleport ពពនៅទៅតាមជីជូក៏បានសួរពថាតើពួកឯងពិតជានឹងទៅតាមខ្ញុំមែនទេហើយពក៏សម្រេចចិត្តថានឹងទៅតាមជីជូធ្វើជីជូពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយជីជូក៏សម្រេចចិត្តថាទៅជាន់ទី2តាមរយៈ teleport ទៅជាមួយនឹងពដ៏គួរឲ្យស្រឡាញ់ទាំង3នាក់ជាន់ទី2មានខ្យល់ជាខ្លាំងដែលធ្វើឲ្យពហើយនឹងជីជូក៏រៀងបិទភ្នែកផងដែរបន្ទាប់ពីបើកភ្នែកឡើងមកវិញគឺខ្លួនបានឃើញរបស់មួយយ៉ាងដែលប្រៀបបីដូចជាប៉មនៅចំកណ្ដាលមុខខ្លួនតែម្ដងដែលធ្វើឲ្យខ្លួនក៏ជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយជីជូក៏សម្រេចចិត្តដើរមកនៅជុំវិញទីនោះគឺមានអក្សរជាច្រើនដែលខ្លួនមើលមិនយល់នោះទេប៉ុន្តែទាំង system ក៏បានលោតមកថាចងចាំជាមអ្នកប្រដាល់អ្នកនឹងត្រូវបានគេហៅថាវរៈបរោះហើយជីជូក៏បានគេថាលោកពិតជារន្ធត់មែនពួកគេធ្វើដូចជាចង់បំភ័យខ្ញុំអញ្ចឹងហើយខ្លួនក៏បានងាកទៅម្ខាងទៀតហើយក៏ទាំង system ក៏បានលោតមកទៀតថាមានទាំងភាពថែថោនិងភាពមិនសមរម្យតែតោងនឹងការខិតខំប្រឹងប្រែងដូច្នេះកុំគិតថាការខិតខំប្រឹងប្រែងទាំងអស់គឺដូចគ្នាដែលធ្វើឲ្យជីជូគិតថាវិជ្ជាការពិតការខិតខំប្រែងមិនមែនមានលទ្ធផលដូចគ្នានោះទេចាប់តាំងពីក្នុងពិភពលោកដែលបានបង្កើតឡើងនេះខ្ញុំបានកើតមកជាមួយនឹងស្លាបព្រាដ៏កខ្វក់ប៉ុន្តែការខិតខំប្រឹងប្រែងទាំងអស់នេះនៅតែជាការខិតខំប្រឹងប្រែងដូច្នេះខ្ញុំត្រូវតែសាកល្បងកំពុងកាត់ទាំង system ក៏បានលើមកថារយៈពេលសាកល្បងនឹងចាប់ផ្ដើមនៅ10នាទីទៀតរស់រានមានជីវិតរយៈពេល30នាទីប្រឆាំងនឹងសត្វចម្លែកដែលនឹងលេចឡើង10នាទីខ្ញុំមិនមានពេលវេលាដើម្បីខ្ជិលខ្ជាយឡើយខ្ញុំត្រូវតែរៀបចំហើយជីជូក៏បានបើកហាង system សម្រាប់ទិញទំនិញហើយជីជូក៏គិតថាចាត់តាំងពីនោះជាការលំបាកខ្លាំងប្រសិនបើខ្ញុំសំណាងក្រោបវានឹងខ្លាចជាខ្លាឃ្មុំក្រហមបើតែវាអាចជាសត្វពស់សមុទ្រទៀតដល់រាងកាយខ្លាឃ្មុំក្រហមបញ្ចេញពន្លឺភ្លើដោយសារភ្លើងវានឹងស្ដោះភ្លើងចេញពីមាត់របស់វាហើយមានទំហំធំខ្ញុំអាចគ្របខ្លួនឯងដោយគ្រឿងសព្វាវុធហើយអាចទ្រាំទ្របានរយៈពេល30នាទីពស់សមុទ្រមានកម្លាំងខ្លាំងប៉ុន្តែវាមិនអាចធ្វើអីច្រើនបាននោះទេបើសិនជាវានៅខាងក្រៅទឹកខ្ញុំគ្រាន់តែត្រូវជៀសវាងនៅក្នុងកន្ទុយវាដែលព្យាយាមចម្បែកកខ្ញុំបើសិនជាវាសត្វពស់នោះខ្ញុំអាចទិញអាវុធហើយកម្ចាត់វាបានជីជូក៏កាត់ការសង្ឃឹមក្នុងចិត្តថាវានឹងទៅតាមការលំពឹងទុកប៉ុន្តែបើតាមការមើលនៅជាន់ទី1វានឹងអាចធ្វើដូចគ្នានៅជាន់ទី2ផងដែរហើយក៏និយាយថាវានឹងមិនអីនោះទេពួកគេនឹងមិនផ្ដល់អ្វីដែលមិនសមហេតុផលនៅក្នុងការសាកល្បងឡើយមិនថាវាជាអីនោះទេឆាប់មកហើយទាំង system ក៏បានប្រាប់ថាការសាកល្បងគឺចាប់ផ្ដើមហើយជីជូក៏បានរងចាំសត្វដែលត្រូវសាកល្បងជាដំបូងគឺផតថទូចនោះទេធ្វើឲ្យជីជូក៏គិតថាបើតាមមើលផតថទូចបែបនេះវាប្រហែលជាសត្វសមុទ្របន្ទាប់មកវាក៏ចាប់ផ្ដើមរីកធំឡើងដែលធ្វើឲ្យខ្លួនក៏គិតវិញថាវាជាខ្លាឃ្មុំក្រហមមែនទេវាក៏ចាប់ផ្ដើមធំកាន់តែខ្លាំងទៅដែលធ្វើឲ្យជីជូក៏ស្រន់ខ្លាំងមែនទែនមិនគួរថាវាធំបែបនេះនោះទេហើយជីជូក៏ថាឈប់សិនតើផតថនេះដូចជាមិនធំពេកទេមែនទេខ្លួនក៏និយាយថាឈប់សិនហើយក៏ស្រាប់តលេខនៅជើងដ៏ធំមួយចេញពីផតថនឹងធ្វើឲ្យស្ទើរតែរង្គើដីនៅទីនោះបាត់ទៅហើយលើកនោះក្រពេលចេញមកគឺជាអណ្ដើកមួយក្បាលដែលធ្វើឲ្យជីជូក៏ស្រែកលោកគិតថាគឺជាអណ្ដើកនេះជីជូក៏បានរើសរបស់នៅក្នុងហាងដើម្បីយកមកប្រយុទ្ធជាមួយនឹងអណ្ដើកនេះដោយសារតែខ្លួនមាន292កាក់ទៅហើយខ្លួនក៏រៀងភ្ញាក់ផ្អើលផងដែរព្រោះវាជាសត្វដែលខ្លួនមិនបានរំពឹងទុកនោះទេហើយខ្លួនក៏បានរើសយកបន្ថែមមួយដែលមានតម្លៃ250កាក់បន្ថែមនេះគឺជាបន្ថែមដែលមានចំណាត់ថ្នាក់កម្រស្នាដៃបង្កើតឡើងដោយមេជាងសិល្បករនៃសមរភូមិដៃក្រហមដៃនិងពើថៅទាំងពីរត្រូវបានបង្កើតឡើងពីដែករុំតែមួយសម្រាប់ភាពរឹងមាំជាមុនហើយពើថៅត្រូវបានផ្សំជាមួយនឹងមេត្រីដូច្នេះភាពរឹងមាំអចិន្ត្រៃយ៍របស់វា
ត្រូវបានពង្រីកចេះជួក៏បានកើតក្នុងចិត្តថានៅពេលដែលខ្ញុំចូលរួមចំណែកសកម្មភាពក្នុងការវាយប្រហារលើការផ្សាយផ្ទាល់ខ្ញុំបានទទួលរង្វាន់ដែលបានលាក់ទុកអណ្ដើកនេះដែលឃើញចេះជួប្រុងប្រៀបនឹងវាយប្រហារវាធ្វើវាខឹងជាខ្លាំងហើយចេះជួក៏បានសម្រុកចូលទៅកាន់ដើម្បីវាយប្រហារវាដែលធ្វើឲ្យវាលើកជើងដើម្បីសង្កត់ចេះជួធ្វើឲ្យដីហុយជាខ្លាំងតែអ្នកខ្លះក៏គិតថាចេះជូបានស្លាប់តែចេះជូមិនបានស្លាប់នោះទេដោយសារតែចេះជូគឺបានតោងនៅជើងរបស់អណ្ដើកនេះចេះជូក៏បានគិតថាខ្ញុំមិនអាចធ្វើវាក្នុងរយៈពេលមួយផ្លែតបាននោះទេខ្ញុំនឹងព្យាយាមឡើងទៅលើខ្នងរបស់វាខ្ញុំមិនដឹងថាកម្លាំងរបស់ខ្ញុំទទួលបានប៉ុន្មាននោះទេពីថ្មម៉ាណាអូយវាពិតជាគួរអាណិតណាស់ក្រឡេកមើលពីការដកដង្ហើមរបស់វាអណ្ដើកនេះដែលឃើញចេះជូនៅជើងរបស់ខ្លួនបែបនេះក៏បានព្រមថាមពលទៅកាន់ចេះជូតែចេះជូក៏បានគេចផុតហើយក៏បានលោតចុះមកដីវិញហើយគិតទាំងមានមោទនភាពថាបើសិនជាខ្លាឃ្មុំក្រហមខ្ញុំអាចចាប់វាដោយគ្រាន់តែរារាំងប៉ុន្តែខ្ញុំបានរៀនពីការវាយប្រហារអណ្ដើកនេះរួចទៅហើយខ្ញុំអាចស្លាប់វាបានរងចាំខ្ញុំណារង្វាន់ដែលបានលាក់ទុកចំណែកអណ្ដើកនេះដោយឃើញចេះជូកិច្ចពីធម្មពលរបស់ខ្លួនបែបនេះធ្វើឲ្យខ្លួនពិតជាមើលចិត្តខ្លាំងមែនទែនហើយចេះជូក៏បានហក់ចេញពីជើងរបស់អណ្ដើកនេះហើយក៏បានកាប់ទៅអណ្ដើកនេះដែលធ្វើឲ្យអណ្ដើកស្រែករកាឈឺចាប់ជាខ្លាំងហើយរឿងនេះក៏ចប់ត្រឹមតែប៉ុណ្ណឹងនេះ